ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះមុនដែលថាខ្ញុំមកពីក្រុមទី1ហើយថ្ងៃហ្នឹងគឺពួកយើងនឹងនិយាយអំពី Pi Day ซึ่งสมาชิกក្រុមរបស់ខ្ញុំមានសីហាដារីយ៉ានិរន្តរ៍កេសយ៉ាហើយនិងខ្ញុំអញ្ចឹង content យើងថ្ងៃហ្នឹងគឺមាន2គឺនិយមន័យរបស់ Pi និងអត្ថប្រយោជន៍នៃការយក Pi មកប្រើប្រាស់នៅក្នុងជីវិតពិតអញ្ចឹងយើងចាប់ដើមពីនិយមន័យរបស់ Pi អញ្ចឹង Pi វាគឺជាថេរគណិតវិទ្យាដែលកំណត់ជាសមាមាត្រនៃរង្វង់មួយទៅនឹងអង្កត់ផ្ចិតរបស់វាហើយវាមានរង្វង់ស្មើប្រហែល 3.14 15.9 ឬក៏យើងអាចកាត់ខ្លីបានថា 3.14 ហើយបើយើងក៏មកមើលអត្ថប្រយោជន៍របស់វាវិញគឺ Pi វាជួយដល់ជីវិតពិតដោយធ្វើរង្វង់គណិតវិទ្យាអញ្ចឹងទៅគឺធ្វើឲ្យវិស្វករនិងអ្នកវិទ្យាសាស្ត្រអាចបង្កើតវត្ថុផ្សេងៗដែលប្រសើរជាងមុនបានឆ្ងាយហើយរចនាបាល់របស់បាល់ទាត់និងបាល់បោះហ្នឹងគឺយើងឃើញថាផ្នែកកោងនិងគែមរបស់វាហ្នឹងក៏ត្រូវការរង្វង់គណិតវិទ្យាពិតប្រាកដដែរដើម្បីឲ្យវាអាចលោតហើយនឹងបង្វិលបានអញ្ចឹងនេះគឺជា example របស់យើងគឺគេថាបើសិនបើភាសាមានអង្កត់ផ្ចិត12 inches ហើយបើសិនជាយើងចង់កាត់វាឲ្យស្មើគ្នាគឺយើងអាចរកតាមរូបមន្តរង្វង់ស្មើនឹង Pi គុណនឹងអង្កត់អញ្ចឹងយើងបាន 3.14 គុណនឹង12វាបាន 37.68 inches អញ្ចឹងការធ្វើបែបនេះដោយមានរូបមន្តគឺវាអាចជួយឲ្យអ្នកដែលកាត់នំភីសាឬក៏នំខេកគឺអាចកាត់វាបានស្មើគ្នាបានល្អបានចឹងទៅរូបមន្តយើងគឺវាអាចថារង្វង់ស្មើនឹង Pi គុណនឹងអង្កត់ប៉ុន្តែបើសិនជាគេប្រាប់កម្មគឺយើងអាចរកតាមរង្វង់ស្មើនឹង 2 Pi r បានចឹង in conclusion សរុបសេចក្តីមកគឺការរៀនអំពី Pi វាមានសារៈសំខាន់ច្រើនជាងនេះទៅទៀតមិនមែនមានតែត្រឹមប៉ុណ្្នឹងទេហើយវាមិនត្រឹមតែជួយឲ្យយើងបានយល់ដឹងពីរង្វង់ប៉ុន្តែវាថែមទាំងផ្ដល់ភាពងាយស្រួលដល់វិស្វករក្នុងការបង្កើតអាគារផ្សេងៗដែលតាក់ទងជាមួយនឹងរង្វង់គណិតវិទ្យាបានដូច្នេះការប្រើប្រាស់ Pi ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងក្នុងការរៀនគណិតសុទ្ធតែមានអត្ថប្រយោជន៍ទាំងអស់